ប្រសិនបើបងប្អូនមានទម្លាប់គិតថាអំណរគុណណាស់ខ្ញុំអត់ឆ្លាតខ្ញុំអត់ស្អាតខ្ញុំអត់ល្អដូចអ្នកនេះដូចអ្នកនោះខ្ញុំអត់ពូកែខ្ញុំមកពីគ្រួសារក្រីក្រខ្ញុំមិនដូចគេឬមួយមានទម្លាប់មិនចូលចិត្តខ្លួនឯងមិនពេញចិត្តអ្វីដែលខ្លួនកំពុងធ្វើមានន័យថាបងប្អូនកំពុងតែញ៉ាំថ្នាំពុលដែលអាចបំផ្លាញនៅសុខុមាលភាពផ្លូវចិត្តឬមួយអាចបំផ្លាញនៅក្តីសង្ឃឹមនៅក្នុងដំណើរជីវិតរបស់យើងអញ្ចឹងដើម្បីកុំឲ្យថ្នាំពុលទៅនេះមកបំផ្លាញនៅសុខុមាលភាពផ្លូវចិត្តរបស់យើងហើយបំផ្លាញនៅក្តីសង្ឃឹមនៅក្នុងដំណើរជីវិតរបស់យើងរឿងទី1ដែលយើងត្រូវធ្វើនោះត្រូវធ្វើម៉េចព្យាយាមគិតវិជ្ជមានដោយព្យាយាមស្វែងរកនៅចំណុចល្អពីខ្លួនឯងមានន័យថាស្អីគេដែលយើងចូលចិត្តពីខ្លួនឯងស្អីគេដែលយើងពេញចិត្តមួយអំពីខ្លួនឯងហើយបើយើងគិតមែនទែនទៅការដែលកើតមកជាមនុស្សនេះជារឿងសំណាងខ្លាំងមែនទែនបើបិទភ្នែកសម័យទៅដល់មនុស្សរាប់លានអ្នកលើភពផែនដីនេះអត់មាននរណាមួយដែលមានមុខមានមាត់មានច្រមុះដូចគ្នានោះទេបើសិនយើងគ្រាន់តែដាក់ខ្ចក់មើលគឺអត់ដូចគ្នាតែម្ដងអត់សុទ្ធ100%ហើយរឿងសាមញ្ញដែលយើងអាចមើលបានទៀតគឺខ្យល់ដៃបាទមនុស្សលើភពផែនដីនេះអត់មានបុគ្គលណាម្នាក់ពី3នាក់ដែលមានខ្យល់ដៃដូចគ្នានោះទេអញ្ចឹងមានន័យថាធម្មជាតិផ្ដល់ឲ្យយើងនៅចំណុចពិសេសរៀងៗខ្លួនធម្មជាតិផ្ដល់ឲ្យយើងនៅសមត្ថភាពរៀងៗខ្លួនគេចេះនេះយើងចេះនោះគេមាននេះយើងមាននោះអញ្ចឹងមានន័យថាទោះបីជាក្នុងកលៈទេសៈយ៉ាងណាក៏ដោយក៏យើងជាបុគ្គលម្នាក់លើភពផែនដីនេះយើងមានចំណុចល្អមានចំណុចពិសេសរបស់យើងដែរទី2បន្ទាប់ពីយើងរកចំណុចទី1ឃើញហើយទី2ត្រូវបន្តអភិវឌ្ឍបន្តបំពេញនៅចំណេះដឹងបន្ថែមមានន័យថាប្រសិនបើយើងជាបុគ្គលិកនៅកន្លែងការងារព្យាយាមអភិវឌ្ឍព្យាយាមធ្វើកិច្ចការរបស់យើងឲ្យស្ទាត់ជំនាញយើងជាអ្នកសិក្សាព្យាយាមសិក្សាបន្ថែមដើម្បីបង្កើននៅចំណេះដឹងដើម្បីបង្កើននៅគុណតម្លៃនៅក្នុងដំណើរជីវិតរបស់យើងឲ្យកាន់តែប្រសើរថែមទៀតប្រសិនបើយើងជាបុគ្គលិកឆ្នើមជាបុគ្គលិកដែលប្រសើរដែលអភិវឌ្ឍខ្លួនឯងមកពីកន្លែងដែលលំបាកកន្លែងដែលយ៉ាងបំផុតយើងអាចក្លាយជាបុគ្គលិកដែលប្រសើរបានឧទាហរណ៍ដូចផ្កាឈូកហ្នឹងផ្កាឈូកដោះចេញពីភក់ការនៅក្នុងភក់អត់មានអ្នកចង់បានទេអត់មានអ្នកចង់មើលទេប៉ុន្តែនៅពេលដែលផ្កាឈូកលោតផុតចេញពីភក់លោតផុតទឹកម្នាក់ចង់បានចង់បេះយកមកថ្វាយព្រះឬមួយបេះយកមកធ្វើនេះធ្វើនោះអញ្ចឹងន័យថាស្វែងយល់ឲ្យមើលដំណើរផ្កាឈូកធ្វើខ្លួនយើងហ្នឹងឲ្យដូចជាដំណើរនៃការវិវត្តរបស់ផ្កាឈូកហើយមែនទែននៅក្នុងស្ថានភាពជាក់ស្ដែងមានបងប្អូនខ្លះគឺពិតជាមានការលំបាកក្នុងការឲ្យតម្លៃខ្លួនឯងពិតជាមានការលំបាកក្នុងការស្វែងរកចំណុចល្អអំពីខ្លួនឯងឬមួយពិតជាមានការលំបាកក្នុងការពេញចិត្តនៅអ្វីដែលខ្លួនកំពុងធ្វើប្រសិនបើបងប្អូនកំពុងតែស្ថិតនៅក្នុងអារម្មណ៍បែបនេះចូលកុំតក់កុហលចូលកុំចលាចល It's okay នៅក្នុងដំណើរជីវិតរបស់យើងអត់អីទេពេលខ្លះ It's okay ដែលយើងពិបាកក្នុងការពេញចិត្តអ្វីដែលខ្លួនកំពុងធ្វើ It's okay ដែលយើងមិនអាចរកចំណុចល្អអំពីខ្លួនឯងបាន It's okay ដែលយើងមិនចូលចិត្តខ្លួនឯងបានតែនៅពេលដែលយើងស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងចូលផ្ដល់ពេលវេលាឲ្យខ្លួនឯងសម្រួលដង្ហើមចេញចូលហើយធ្វើការឆ្លុះបញ្ចាំងមើលស្អីគេដែលយើងចូលចិត្តស្អីគេដែលយើងធ្វើហើយវាធ្វើឲ្យយើងរីករាយស្អីគេដែលការយើងនៅក្មេងៗយើងចូលចិត្តលេងយើងចូលចិត្តធ្វើនៅពេលដែលយើងគិតដល់របស់ហ្នឹងគិតដល់រឿងទាំងហ្នឹងគិតដល់អនុស្សាវរីយ៍ទាំងហ្នឹងឬមួយគិតដល់ស្ថានភាពហ្នឹងវាធ្វើឲ្យយើងមានមោទនភាពធ្វើឲ្យយើងមានភាពរីករាយធ្វើឲ្យយើងពេញចិត្តហើយយើងចាប់ផ្ដើមគិតទៀតការងារអីគេដែលយើងធ្វើទៅធ្វើឲ្យយើងរីករាយការងារគេដែលយើងធ្វើទៅធ្វើឲ្យយើងពេញចិត្តអញ្ចឹងយើងចាប់ផ្ដើមរៀនបង្កើតទម្លាប់ពីបែបហ្នឹងមកវិញនៅពេលដែលយើងបង្កើតទម្លាប់បែបហ្នឹងមកបានវិញហើយយើងចាប់ផ្ដើមកលេចមើលខ្លួនឯងសម្លឹងមើលខ្លួនឯងចាប់ផ្ដើមរៀនស្រឡាញ់ខ្លួនឯងចាប់ផ្ដើមរៀនឲ្យតម្លៃខ្លួនឯងចាប់ផ្ដើមរៀនឲ្យតម្លៃទៅលើអ្វីដែលខ្លួនកំពុងធ្វើនៅពេលដែលយើងមានអារម្មណ៍ទាំងអស់នេះហើយជីវិតរបស់យើងនឹងប្រសើរសុខុមាលភាពផ្លូវចិត្តរបស់យើងនឹងប្រសើរក្តីសង្ឃឹមរបស់យើងនឹងកើនឡើងមកវិញបាទអរគុណច្រើន